ตากรรมที่ EB3 คือជាឱកាសការងារមែនទេបាទខ្ញុំឃើញបងប្អូនជាច្រើនគាត់គិតថាកម្មវិធី EB3 ដោយសារយើងកាសថាជាកម្មវិធីមួយដែលយើងអាចទៅធ្វើការនៅសហរដ្ឋអាមេរិកចឹងហើយបានបងប្អូនមួយចំនួនក៏គិតថាកម្មវិធីនេះហាក់ដូចជាមិនត្រូវសម្រាប់គាត់ទេព្រោះអីគាត់នៅប្រទេសកម្ពុជានេះគឺគាត់មានការងារល្អគួរសមហើយគាត់មានមុខរបរហើយរៀបរាល់ហើយតាមពិតទៅតាមបទពិសោធន៍របស់ខ្ញុំដែលខ្ញុំបានជួបជាមួយនឹងអតិថិជនដែលគាត់បានដាក់ពាក្យតាមកម្មវិធី EB3 ហ្នឹងគឺស្ទើរតែ 99% ហើយខ្ញុំបាននិយាយបានថាសឹងតែ 99% គឺពួកគាត់ទៅតាមកម្មវិធី EB3 នេះគឺជាការវិនិយោគទៅលើការអប់រំរបស់កូនគាត់ដោយគាត់គិតថាបើគាត់ទៅតាមកម្មវិធីនេះគឺគាត់អាចទទួលបាននៅឱកាសដើម្បីឲ្យកូនគាត់រៀនបាននៅសហរដ្ឋអាមេរិកបានដោយហ្វ្រីអញ្ចឹងគឺភាគច្រើនគឺគាត់អត់ចាប់អារម្មណ៍ទៅលើប្រាក់ខែឬក៏ការងារដែលគាត់ត្រូវធ្វើនោះទេគឺគាត់ចង់បាននៅឱកាសសម្រាប់កូនរបស់គាត់បានទទួលការអប់រំនៅប្រទេសមហាអំណាចមួយនេះបាទហើយក៏បងប្អូនមួយចំនួនទៀតក្រៅពីគោលបំណងឲ្យកូនរៀនហ្នឹងគឺគាត់ចង់ទៅបើកអាជីវកម្មឬក៏គាត់មានផែនការវិនិយោគអីផ្សេងក្រៅពីនឹងផងដែរដោយសារកម្មវិធី EB3 សម្រាប់ Unskilled Worker ហ្នឹងប្រាក់ចំណូលវាមិនខ្ពស់បើប្រៀបធៀបជាមួយនឹងប្រាក់ចំណូលឬក៏មុខរបរដែលគាត់កំពុងតែធ្វើនៅប្រទេសកម្ពុជានឹងទេហើយមួយវិញទៀតបងប្អូនត្រូវគិតថាកម្មវិធីនេះមិនមែនមានន័យថាបងប្អូនទៅដល់ទីនោះបងប្អូនត្រូវតែធ្វើការងារមួយនឹងអស់មួយជីវិតទេគឺលក្ខខណ្ឌរបស់គេគឺបងប្អូនធ្វើតែមួយឆ្នាំតែប៉ុណ្ណោះហើយមួយឆ្នាំហ្នឹងគឺសម្រាប់តែអ្នកដែលឈរឈ្មោះទេឧទាហរណ៍ថាបើគ្រួសារមួយប្តីរបស់គាត់ជាអ្នកឈរឈ្មោះអញ្ចឹងប្តីរបស់គាត់ជាអ្នកដែលត្រូវធ្វើការងារហ្នឹងរយៈពេលមួយឆ្នាំចំណែកប្រពន្ធរបស់គាត់អាចទៅទិញហាងបើកហាងធ្វើអាជីវកម្មធ្វើការវិនិយោគឬក៏គាត់អាចជ្រើសរើសការងារជាប្រភេទ skill work professional work ទៅតាមសមត្ថភាពឬក៏ជំនាញរបស់គាត់ចំណែកដែលអ្នកឈរឈ្មោះនោះគឺគាត់ជាប់កាតព្វកិច្ចតែមួយឆ្នាំចប់មួយឆ្នាំទៅក៏គាត់អាចមានសេរីភាពអាចទៅធ្វើការងារដែលគាត់ចូលចិត្តឬក៏អាចទៅធ្វើអាជីវកម្មឬក៏មុខរបររបស់គាត់ឬក៏ពួកគាត់ចង់ត្រឡប់មកប្រទេសកម្ពុជាវិញក៏បានដែរអញ្ចឹងសូមបញ្ជាក់ឡើងវិញថាកម្មវិធី EB3 នេះគឺមិនប្រកាសថាជាឱកាសការងារទេដោយសារតែបងប្អូនដែលគាត់បានដាក់នឹងតាមបទពិសោធន៍របស់ខ្ញុំមិនទាន់មានបងប្អូនណាដាក់ដោយសារតែឃើញថាការងារនឹងល្អឬក៏ប្រាក់ខែនឹងខ្ពស់ដែរគឺហេតុផលទី1ឱកាសដែលកូនបានរៀននៅសាលាប្រទេសមហាអំណាចឱកាសទី2គឺជាឱកាសដែលគាត់អាចទៅធ្វើជំនួញឬក៏ការវិនិយោគនៅក្នុងប្រទេសសហរដ្ឋអាមេរិកផងដែរបាទអញ្ចឹងបើសិនជាបងប្អូនចង់ដឹងច្បាស់អំពីលក្ខន្តិកៈនៅក្នុងការចុះឈ្មោះទៅក្នុងកម្មវិធី EB3 ហ្នឹងឬមួយក៏អត្ថប្រយោជន៍ផ្សេងបងប្អូនអាចតាក់ទងមកខ្ញុំបាទសូមអរគុណ